សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ម្ដងទៀតមកកាន់ Channel សម្រាប់ Anime Apartment ពួកយើងជួបគ្នានៅកាន់ភាគទី4នៃរឿង Mushroom Hero ឬក៏កំឡោះផ្សិតកញ្ញាជ្រូកព្រៃរបស់យើងទាំងអស់គ្នាតែជប់សិនមុននឹងចូលសាច់រឿងមានសូមបញ្ជាក់តិចសិនអ្នកគេដែលអត់ទាន់បានជួយចុច Subscribe Channel ថ្មី Apartment គឺកុំភ្លេចជួយចុចម្នាក់មួយផងហើយចុចរូបសញ្ញាកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីៗពេលដែលមានផុសទៅបាទអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានគាំទ្រការសម្ដែង Anime Apartment ហើយឥឡូវនេះយើងចូល Chapter ទី14របស់យើងទាំងអស់គ្នានៅក្នុង chapter នេះដែរគេបានបង្ហាញថាអបិផ្សិតគឺកំពុងតែបំពេញបេសកកម្មថ្មីមួយទៀតហើយគឺប្រមូលផ្លែឈើឲ្យបាន50ច្រឡំ50ប្រមូលផ្លែឈើឲ្យបាន30និងទទួលបាន experience point ចំនួន70ហើយនឹង skill ពិសេសមួយទៀតដែលឈ្មោះថា inventory box ឬក៏ skill សម្រាប់ដាក់ទុកឲ្យវ៉ាន់ក្នុងលំហតែចាំបន្តិចអា mission ប្រមូលផ្លែឈើហ្នឹងមានអារម្មណ៍ថាមើលទៅប្រហែលជាមិនងាយបានសម្រេចទេព្រោះថាមើលអ្នកអង្គុយនិយាយទៅអាអ្នកប្រមូលដោយអ្នកប្រមូលអាអ្នកអង្គុយស៊ីដោយអង្គុយស៊ីអត់ដកដៃសោះតែម្ដងហើយនឹង mission ថ្មីមួយទៀតដែលតម្រូវឲ្យគាត់ទៅចាប់ត្រីឲ្យបានចំនួន15និងទទួលបាន experience ចំនួន80និង mission ចុងក្រោយសម្រាប់ថ្ងៃនេះរបស់គាត់នោះគឺប្រមូលរ៉ែឲ្យបានចំនួន20ដើម្បីទទួលបាន experience ចំនួន100និយាយទៅ mission ពេញមួយថ្ងៃហ្នឹងមានតែ mission ហ្នឹងមួយដែលជ្រូកពណ៌ផ្កាឈូករបស់យើងហ្នឹងជួយដិតដៃដិតជើងបានល្អជាងគេហើយបន្ទាប់ពីបំពេញ mission រយៈពេលពេញមួយថ្ងៃហ្នឹងមកឥឡូវនេះគាត់គឺបានបញ្ចប់បានជោគជ័យហើយ level របស់គាត់គឺឡើងដល់ level 9បានសម្រេចហើយតែនិយាយទៅអំពេញ mission មួយថ្ងៃហ្នឹងគឺគាត់ហត់ខ្លាំងមែនតើមិនហត់ធម្មតាទេនិយាយទៅហត់ឡើងទៅហត់ខ្យល់តែម្ដងហើយការហត់ហ្នឹងក៏មិនហត់ដោយសារតែ mission ហ្នឹងវាលំបាកខ្លាំងពេកទៅណាគឺហត់ដោយសារតែខាត់ជ្រូកពណ៌ផ្កាឈូកហ្នឹងកុំឲ្យវាស៊ីច្រើនពេកនិយាយទៅវាមិនដែលណាប្រមូលបានមួយស៊ីអស់ពីរធ្វើចឹងអីវិញកាលណាបានពេញ mission បានសម្រេចហើយល្មងតែខាត់ជ្រូកពណ៌ផ្កាឈូកហ្នឹងដើម្បីឲ្យគាត់ពេញ mission បានសម្រេចហ្នឹងមិនមែនជារឿងធម្មតាតែម្ដងនិយាយទៅមើលវាស៊ីឆ្អែតហើយដេកលក់ធ្វើមិនដឹងហើយឯងនេះហត់សឹងតែខ្យល់តែក៏មិនអីដែរពេលវាដេកលក់ចឹងទៅយើងអាចមានឱកាសបំពេញ mission ផ្សេងៗទៀតដោយគ្មានការរំខានបានហើយសម្រាប់ mission បន្ទាប់របស់គាត់គឺតម្រូវឲ្យគាត់នឹងត្រូវ absorb លក្ខណៈថាស្រូបជញ្ជក់ឬក៏គួរនិយាយថាបឺតយកតែដូចជាអត់ត្រូវនិយាយទៅវានៅស្រីនឹងឯងអាចស្រូបជញ្ជក់បឺតយកអីនឹងឯងហើយរង្វាន់របស់វានោះគឺ200 experience point ហើយនឹង skill ពិសេសមួយក៏តែឃើញថាមាន skill ថ្មីឲ្យគាត់ភ្លាមនិយាយទៅកម្លាំងចិត្តគឺមានព្រឹសតែម្ដងហើយណាមួយគ្រាន់តែធំតាស្រូបយកពួក item ទាំងអស់នឹងតាស៊ីផុយនិយាយទៅប៉ុណ្្នឹងគ្មានបញ្ហាចឹងហើយឥឡូវនេះគាត់ចាប់ផ្ដើមប្រមូលឲ្យវ៉ានឹងដាក់កោជុំគ្នាហើយកូនឈូកពណ៌កាឈូកនឹងវិញរវាសជាងរ៉ាដាអង្គតែទូទៀតគ្រាន់តែចំណៃធ្លាក់មកដល់ខាងខំដីភ្លាមគឺធំក្លិនហើយរត់ស្ទុះមករភ្លាមតែម្ដងតែអត់មានទេណាថ្ងៃមិញស៊ីច្រើនហើយចឹងហើយឥឡូវនេះដល់វេនគាត់ម្ដងតែដល់ឃើញមកកូននឹងហើយគឺអត់ដាច់ចិត្តសោះតែម្ដងចឹងហើយមានតែបោះផ្លែពណ៌មកឲ្យកូននឹងស៊ីខ្លះតែបជាហើយមិនមែនស៊ីដូចថ្ងៃមិញទេណាព្រោះថារបស់គឺមានកម្រិតចឹងហើយតែស៊ីអស់ហើយណាមួយដោយសារតែថ្ងៃមិញពេលប្រមូលពួកផ្លែឈើហ្នឹងគាត់ប្រមូលមកលើសច្រើនគួរសមដែរចឹងហើយឲ្យញ៉ាំទៅកុំឲ្យកូននឹងមកធ្វើមុខច្បាប់ដាក់គាត់ចឹងវាអាក្រក់មើលខ្លាំងណាស់ហើយឥឡូវនេះបន្ទាប់ពីគាត់ញ៉ាំផ្លែឈើអស់ 4-5 ផ្លែមកដល់ពេលដែលគាត់ត្រូវញ៉ាំរ៉ែហើយតែខំបាត់គឺបាក់ថ្មិញភ្លាមតែម្ដងចឹងហើយឥឡូវនេះគឺមើលចិត្តមកថាវាដែរម៉ែអាណាស៊ីរ៉ែមិនដឹងទេទោះបីជាវាមានឈ្មោះថារ៉ែក៏ដោយតែវាក៏មិនខុសអីក្រៅពីថ្មដែរធ្វើដូចគាត់នឹងស្អីគេថ្មិញអាណាមិនមែនទៅពីថ្មដែរចឹងហើយឥឡូវនេះគឺមើលចិត្តជាមួយនឹង system នឹងខ្លាំងមែនតើណែវើយ system មិនឥឡូវនេះប្រងឲ្យយើងញាត់អាថ្មនឹងតាមគីឡូកាលៀតណាហើយចាំតិចមុនហ្នឹងទោះបីជាយើងបានញ៉ាំថៃឬក៏ថ្មក៏ដោយប៉ុន្តែយើងញ៉ាំផ្លែឈើអស់4ហើយតាមិនក៏វាអត់រាប់បញ្ចូលចឹងស្ដាប់ឲ្យច្បាស់នេះគឺជាតម្រុយអាប់សបឬក៏ស្រូបយកនៅរបស់អ្វីដែលលោកបានប្រមូលមកថ្ងៃមិញទាំងអស់គិតសារឡើងវិញឲ្យច្បាស់ថាតើបេសកកម្មនឹងតម្រូវឲ្យលោកធ្វើអីបើគិតទៅមែនតាគេប្រាប់ឲ្យយើងអាប់សបឬក៏ស្រូបយកមានឲ្យយើងញ៉ាំណាតែស្រូបយកបើគិតទៅការពេលដែលផ្សិតដុំថ្មនោះវាសម្លាប់កដោបុកសៅវាបានអង្គុយពីលើកដោបុកសៅហ្នឹងហើយស្រូបយកចឹងហើយបើសិនជាតាមកកាផ្សិតក៏វាជារុក្ខជាតិដែរចឹងមានន័យថាវាប្រើប្រាស់ឫសដើម្បីស្រូបយកសារធាតុបំពន់តែអត់មានទេណាកុំអត់មានទេតែធ្វើមិនទេអត់ជំរើសមានតែតាមហ្នឹងទេហើយនេះគឺជារបៀបដែលគាត់ស្រូបយកពួកអាហារទាំងអស់ហ្នឹងហើយបេសកកម្មរបស់គាត់ក៏ត្រូវបានបំពេញយ៉ាងជោគជ័យដែរតែការញ៉ាំអីតាមគូតស្ដាប់មើលទៅគាត់នៅតែអត់ទាន់ទម្លាប់នៅឡើយទេហើយដោយសារតែគាត់បំពេញបេសកកម្មបានសម្រេចឥឡូវនេះ level របស់គាត់គឺចាប់ផ្ដើមផ្ទុះហើយចូលទៅដល់ level 10វិញម្ដងហើយនេះគឺជាព័ត៌មានផ្ទាល់ខ្លួនរបស់គាត់
សម្រាប់ skill ដែល system សន្យាថាឲ្យគាត់នោះគឺឈ្មោះថា decompose គ្រាន់តែលើ compose កតុយហ្នឹងអ្នកទាំងអស់គ្នានឹងយល់ហើយថាមានន័យថាម៉េចទៅនិយាយទៅវាអាចនិយាយបានថាជាលក្ខណៈនៃធម្មជាតិរបស់ផ្សិតដែលបំបែកសរីរាង្គផ្សេងៗឲ្យទៅជាដីអាហ្នឹងគេហៅថា decompose តែនិយាយទៅវារៀងបាក់បញ្យោតិចដឹងត្រឹមថាផ្សិតមានតួនាទីបំបែកសរីរាង្គធំៗឲ្យទៅជាដីទៅបានហើយអ្នកទាំងអស់គ្នាប្រកាសជាស្គាល់ decompose ហើយត្រូវហើយវាសេរីហ្នឹងឯងហើយសម្រាប់ skill decompose របស់គាត់ហ្នឹងគឺគាត់អាចប្រើទៅលើសភាវៈផ្សេងៗដែលស្ថិតនៅក្រោម level 20មានន័យថាពី level 1ដល់ level 20គាត់អាចចាប់ការបានដូចជា monster ដូចជាបិសាចដូចជារ៉ែដូចជាឈើលាក់និងលាក់ឥឡូវនេះគាត់គិតថាថ្ងៃហ្នឹងត្រឹមតែប៉ុណ្្នឹងសិនទៅបានហើយដោយសារតែការបំពេញបេសកកម្មមុនហ្នឹងគឺធ្វើឲ្យគាត់ហ្នឹងហត់នឿយខ្លាំងមែនទែន SP របស់គាត់ហ្នឹងធ្លាក់ឡើងមិនដល់ទាំង10ផងនិយាយទៅវាទាបខ្លាំងមែនទែនហើយក៏ដោយសារតែដល់ហ្នឹងគាត់ឡើងដល់ level 10ហើយចាំមើលស្អែកឡើងគាត់នឹងអាចគិតថានឹងត្រូវសាកល្បងប្រភេទបេសកកម្មបែបជាខ្នាតមធ្យមម្ដងហើយសាច់រឿងនៅក្នុង chapter ទី14របស់យើងក៏ត្រូវបានបញ្ចប់ត្រឹមរូបភាពដ៏ស្រស់ស្អាតនៅពេលរាត្រីនៅលើពិភពលោកមួយហ្នឹងដូចគ្នាចឹងហើយឥឡូវនេះយើងចូល chapter ទី15របស់យើងបន្តទៀតមកការចូលមកដល់ព្រឹកឡើងអត់មានបានបង្ហាញអីវែងឆ្ងាយទេគឺបង្ហាញទៅលើកូនជ្រូកពណ៌ផ្កាឈូកនេះទៀតហើយបើកភ្នែកមកដល់គឺស៊ីភ្លាមតែម្ដងហើយមិនស៊ីតិចទៀតស៊ីអស់ផ្លែឈើឡើងមួយគំនរធំទៀតតែយើងមិនដែលខ្វល់ពីជ្រូកមួយហ្នឹងយើងខ្វល់ពីបេសកកម្មបន្ទាប់របស់អពផ្សិតវិញម្ដងបេសកកម្មបន្ទាប់របស់គាត់នោះគឺត្រូវសម្លាប់បិសាចដែលនៅក្នុងចន្លងសមុទ្រ Crescent ហ្នឹងនិយាយទៅគ្រាន់តែឃើញបេសកកម្មក្នុងការសម្លាប់បិសាចភ្លាមគាត់គឺចាប់អារម្មណ៍ថាបេសកកម្មរបស់គាត់ហ្នឹងគឺកាន់តែលំបាកទៅហើយបញ្ជាក់ថាគាត់គឺកាន់តែវិវត្តទៅកាន់តែខ្លាំងឡើងដូចគ្នានិយាយទៅដោយសារតែពួកគេទាំងពីរនាក់ហ្នឹងឥឡូវនេះសិតតែ level 10ហើយចឹងហើយសម្រាប់បិសាចល្មមឲ្យតែនៅក្រោម level 10គាត់គឺអត់មានបញ្ហាទេតែបើសិនជាជួបអាខ្លាំងមានតែរត់ហើយឥឡូវនេះដោយសារតែជ្រូកពណ៌ផ្កាឈូកនឹងញ៉ាំអីឆ្អែតហើយចឹងហើយដល់ពេលដែលត្រូវចេញដំណើរហើយស្របពេលដែលកំពុងចេញដំណើរតាមផ្លូវហ្នឹងគាត់ក៏បានប្រាប់យើងដែរថាពិភពលោកនេះគឺមិនដូចពិភពលោកក្នុងហ្គេមទេបិសាចវាមិនចេះតែកើតទេនិយាយទៅគេមានគោលការណ៍របស់គេត្រឹមត្រូវមិនចេះតែកើតតាមក្បាលវ៉ាល់វាទេតែស្របពេលហ្នឹងដែរពួកគេគឺបានប្រទះឃើញបិសាចស្លែមមួយហើយស្លែមមួយក្បាលហ្នឹងឈ្មោះថា Grim Slime ដែលមាន level ចំនួន8រាងកាយរបស់វាធ្វើឡើងពីជែលទន់ៗហើយបេះដូងរបស់វានិងគ្រឿងក្នុងរបស់វាហ្នឹងគឺជាប្រភេទផ្លាដែលមើលអត់ឃើញទេប្រកបនៅក្នុងរាងកាយរបស់វាដរាបណាដែលបេះដូងរបស់វាអត់ត្រូវបានកំទេចវាគឺនៅតែរស់បន្តអញ្ចឹងហើយនៅពេលដែលវាងាប់ហើយហ្នឹងអារាងកាយទន់ៗរបស់វាហ្នឹងត្រូវបានគេយកទៅប្រើធ្វើជាថ្នាំនិយាយទៅជួបនឹងរបស់ល្អមឹងអាពេផ្សិតគឺនឹងមិនឲ្យរំលងហួសទេគាត់គឺចាប់ផ្ដើមបើកជាមួយនឹងការប្រយុទ្ធមួយហ្នឹងហើយដោយដំបូងឡើយគាត់គឺប្រើប្រាស់ Mushroom Bus ទោះទៅបុកជាមួយនឹងស្លែមួយក្បាលហ្នឹងដែលធ្វើវាប៉ៅត្រាតណៃរហូតដល់សើមើលផ្លូវលែងឃើញហើយនិយាយទៅចំពោះ skill របស់គាត់តម្រូវឲ្យគាត់នឹងបុក2ដងទើបអាចចាត់ការជាមួយនឹងស្លែមនឹងបានតែនិយាយតបានចាប់ប៉ុណ្្នឹងជ្រូកព្រៃពណ៌ផ្កាឈូកហ្នឹងគឺបានប្រើប្រាស់ skill Barbara ឆាច់របស់គេហ្នឹងបុកទម្លុះស្លែមនៅខ្ទេចអស់រលែងតែម្ដងនិយាយទៅឥឡូវនេះគាត់គឺបានស្គាល់ពីកម្លាតរបស់គាត់នៅជ្រូកព្រៃពណ៌ផ្កាឈូកមួយហ្នឹងថាមួយណាខ្លាំងជាងនិយាយទៅកូនជ្រូកព្រៃហ្នឹងបានបុកខ្ទេចប៉ុណ្ណឹងធ្វើរឹកឌឺសាហាវហ្មងខ្ជូតស្លាប់បន្ទាប់ពីបំពេញបេសកកម្មអស់មួយសន្ទុះធំក្រោយមកហ្នឹងគេបានបង្ហាញយើងឃើញថាគាត់ទើបតែសម្លាប់បិសាចបានត្រឹមតែ4ទេនិយាយទៅ4ហ្នឹងគឺសិតតែស្លែមទៀតមូលហេតុហ្នឹងគឺដោយសារតែពួកគេនៅពេលដែលប្រទះឃើញបិសាចធំឬក៏ខ្លាំងជាងខ្លួនដឹងតែរត់រហូតហើយឥឡូវនេះគាត់សុំកែពាក្យផងគាត់ហើយដោយសារតែការសម្លាប់បិសាចឲ្យបាន10ហ្នឹងគឺពិតជាមិនជារឿងដែលងាយស្រួលពិតប្រាកដមែនតែចាំតិចPicky ពួកយើងទៅណាវិញហើយប្រកាសអត់ថាអត់វិញផ្លូវចូលដល់ចំណុចនេះមានសុំកែឈ្មោះតិចកូនជ្រូកពណ៌ផ្កាឈូកហ្នឹងដោយសារតែបែបផ្សិតហ្នឹងតែទៅហៅវាថា Picky ចឹងហើយអត់មានសុំហៅវាថា Picky ដែរហើយជ្រូកពណ៌ផ្កាឈូកចឹងស៊ីម៉ោងហើយឥឡូវនេះយើងចូលសាច់រឿងរបស់យើងវិញនៅពេលដែលពួកគេបានដើរបន្តទៅបានផែជាមកស្ទុះទៀតហ្នឹងមានឫសឈើមួយបានមកវាយប្រហារពួកគេតែដោយសារតែ Picky ហ្នឹងមានភាពរវាខ្ពស់ចឹងហើយវាគឺបានគេចពីការវាយប្រហារមួយហ្នឹងបានសម្រេចតែនិយាយទៅអាណាឆ្លើយមកហ៊ានលុយវាយឆ្មក់គាត់ពីក្រោយខ្នងផងនៅពេលដែលគាត់ងាកមើលទៅបានដឹងថាអូបិសាចដើមឈើសោះចូលមកដល់ចំណុចហ្នឹង chapter ទី15របស់យើងគឺត្រូវបានបញ្ចប់ហើយឥឡូវនេះយើងចូល chapter ទី16បន្តទៀតចូលមកដល់ក្នុង chapter នេះដែរគេបានបង្ហាញអំពីព័ត៌មានផ្ទាល់ខ្លួននៃបិសាចគោលឈើមួយហ្នឹងបិសាចហ្នឹងគឺមាន level ដល់ទៅ18បើនិយាយពីប្រវត្តិបិសាចហ្នឹងវិញដំបូងឡើយវាគ្រាន់តែជាគោលឈើងាប់តែត្រូវបានគេកាប់ទុកចោលទេបន្ទាប់ពីនៅ50ថ្ងៃហាក់ចោលរយៈពេលប្រហែលឆ្នាំក្រោយមកហ្នឹងវាត្រូវបានចូលសន្ធិដ្ឋដោយវិញ្ញាណបិសាចកប៉ិកប៉ុកមួយចំនួនតែយើងធ្លាប់តែលើខ្មោចចូលនេះឥឡូវនេះខ្មោចចូលដើមឈើវិញម្ដងដោយសារតែការចូលសន្ធិដ្ឋមួយហ្នឹងទើបធ្វើឲ្យវានឹងក្លាយទៅជាបិសាចដើមឈើជាទូទៅវារស់នៅកន្លែងល្ងឹតហើយសើមហើយតែងតែបន្លំខ្លួនធ្វើជាគល់ឈើងាប់ដើម្បីប្រមាញ់ចំណីហើយវាក៏មាន skill ពិសេសមួយដែរដែលធ្វើឲ្យខ្លួនវានឹងមានសំណើមការពារពីការឆេះបន្ទាប់ពីយើងដឹងព័ត៌មានខ្លះៗពីបិសាចគល់ឈើនឹងហើយឥឡូវនេះយើងមកមើលការប្រយុទ្ធផលបិសាចនឹងម្ដង
និយាយទៅវិស័យហ្នឹងវាប្រើប្រាស់ឫសផលវាធ្វើជាអាវុធដើម្បីវាយប្រហារហើយមើលតែដីទៅយើងដឹងហើយថាការវាយប្រហារផលវាហ្នឹងគឺពិតជាខ្លាំងប៉ុណ្ណាដល់ថ្នាក់ធ្វើឲ្យពួកគេទាំងពីរនាក់ហ្នឹងអត់មានជំរឿអីទេមានតែប្រើប្រាស់ skill ពិសេសរបស់ពួកគេទៀតហើយគឺ Barbara Chike ហើយនិង Mushroom Burst របស់ពួកគេទាំងពីរដំណើរគ្នាតែម្ដងបន្ទាប់ពីប្រើប្រាស់ skill ទាំងពីរហ្នឹងបូកទៅកាន់អាប៉ែកគោឈើនឹងយ៉ាងខ្លាំងហ្នឹងដោយសារតែគោឈើហ្នឹងវាជាគីឡូតាន់ដែរធ្វើឲ្យពួកគេទាំងពីរហ្នឹងខ្ទាតអស់500គីឡូម៉ែត្រភ្លាមៗតែម្ដងនិយាយទៅវាក៏ជាសំណាមផលប៉ែផ្សិតដែរដោយសារតែ skill របស់គាត់ហ្នឹងមិនសូវមានdamage វាយប្រហារឡងមកវិញខ្លាំងចឹងហើយធ្វើឲ្យគាត់ហ្នឹងអស់ឈាមធំតែ30តែប៉ុណ្ណោះតែនៅតែ picky skill របស់ខ្លួនឯងហ្នឹងគឺមានdamage វាយប្រហារឡងវិញខ្ពស់ខ្លាំងមែនទែននិយាយទៅធ្វើឲ្យ Picky នឹងស៊ីសើនៅមួយកន្លែងតែម្ដងហើយមូលហេតុហ្នឹងគឺដោយសារតា Barbara Chike ហ្នឹងវាមិនមែនធម្មតាស៊ីឈាមទេប៉ុន្តែវានឹងធ្វើឲ្យគូសត្រូវហ្នឹងមានភាពស៊ីសើដូចគ្នាតែបើសិនជាគូសត្រូវហ្នឹងខ្លាំងជាងខ្លួនអ្នកដែលប្រើប្រាស់ skill ហ្នឹងនឹងស៊ីសើវិញជំនួសជាមិនខានជួបនឹងស្ថានភាពបែបហ្នឹងវាធ្វើឲ្យ Pepsi ហ្នឹងជួយច្បល់ខ្លាំងមែនទែនមិនដឹងថាធ្វើអីឲ្យប្រកាសទេតែចាំតិចច្បាស់ណាស់មានតែធ្វើអញ្ចឹងឯងនិយាយទៅនៅពេលដែលឫសឈើនឹងចូលមកវាយប្រហារពួកគេទាំងពីរអ្នកយ៉ាងលឿនហ្នឹងប៉ែផ្សិតគឺបានប្រើប្រាស់ skill Spore Explosion ដើម្បីរត់គេចខ្លួនហើយដោយសារតែ Spore ហ្នឹងវាក្រាស់ខ្លាំងពេកធ្វើឲ្យបិសាចគោលឈើនឹងរកពួកគេមិនឃើញចឹងហើយធ្វើឲ្យបិសាចគោលឈើហ្នឹងត្រឡប់ទៅកន្លែងដើមវិញសង្ងំពួនធ្វើជាមិនដឹងដោយការពីដំបូងវិញតែចាំតិចដូចជាលិតជ្រុលពេកតែដឹងឲ្យលិតនោះលិតហើយណាស់ហើយលិតក៏លិតទៅកុំឲ្យតែមកស៊ីគាត់ទៅបានហើយនៅពេលដែល Picky ព្រោះគាត់ទៅរកគោលដៅផ្សេងមួយទៀតហ្នឹងអាប៉ែសិតបានប្រាប់វាឲ្យឈប់សិនព្រោះថានេះគឺជាផែនការពិសេសរបស់លោកបងផ្សិតឯងហ្នឹងឯងនិយាយទៅចាំអត់បានយូរប្រហែលផងហ្នឹងឃើញថាបិសាចដើមឈើហ្នឹងមានផ្សិតជាច្រើនបានដុះនៅលើរាងកាយរបស់វានិយាយទៅវាជារឿងទូទៅដែលយើងត្រូវដឹងហើយត្រូវថាផ្សិតវាចូលចិត្តដុះនៅលើដើមឈើឬក៏កតិចឈើដែលមានសំណើមចឹងហើយបិសាចដើមឈើហ្នឹងគឺជាជំរើសល្អបំផុតក្នុងការបណ្ដុះផ្សិតហ្នឹងឯងគ្រាន់តែផ្សិតនឹងដុះភ្លាមធ្វើឲ្យឈាមផុសបិសាចដើមឈើហ្នឹងឬក៏បិសាចគល់ឈើហ្នឹងហូរយកតែម្ដងហើយវាក៏ជាឱកាសល្អដើម្បីឲ្យពួកគេទៅវាយប្រហារបិសាចគល់ឈើហ្នឹងដូចគ្នាម្ដងនេះដែរ skill Barbara Chike ហើយនិង Mushroom Burst របស់ពួកគេគឺអត់បានបរាជ័យទេបានបុកសម្លាប់បិសាចគោឈើនឹងភ្លាមតែម្ដងធ្វើឲ្យ level របស់ពួកគេក៏បានអាប់ដេតទៅមួយថ្នាក់ទៀតដែរគឺ level 11ទាំងអស់គ្នានិយាយទៅគាត់គឺសប្បាយចិត្តខ្លាំងមែនទែនដោយសារតែឲ្យតែគាត់បន្តប្រើប្រាស់ style វាបែបនេះទៀតចាត់ការបិសាចដើមឈើលែងជាបញ្ហាទៀតហើយតែចាំតិចសិន Picky ក៏តើណាគាត់មានរឿងត្រូវដោះស្រាយតិចសិនហើយរឿងដែលគាត់ត្រូវដោះស្រាយនោះគឺប្រើប្រាស់ skill decompose របស់គាត់ហ្នឹងដើម្បីស្រូបយកបិសាចដើមឈើហ្នឹងលក្ខណៈថាស្រូបយកជីជាតិទៅហើយសាច់រឿងនៅក្នុង chapter ទី16របស់យើងក៏បានបញ្ចប់តាមប៉ុណ្្នឹងដែរយើងចូលទៅកាន់ chapter ទី17បន្តទៀតចូលមកដល់ចំណុចនេះអត់មានរឿងបាក់និយាយទៅហើយអ្នកទាំងអស់គ្នាមើលខ្លួនឯងទៅថាមានរឿងអ្វីកើតឡើងខ្លះបន្ទាប់ពីស្រូបយកបិសាចដើមឈើហើយគេបានបញ្ជាក់ថា MP ប្រកាសដក50កន្លែងនេះមានអត់យល់ដែរថាមិនបានដកគួរតែបោកបានត្រូវតែយើងក៏មិនចាំឆ្ងល់ឲ្យច្រើនដែរព្រោះថាឥឡូវនេះគេលោតផ្ទាំងពណ៌ខៀវនឹងចេញមកទៀតហើយបញ្ជាក់ប្រាប់ថាគាត់គឺបាន success លក្ខណៈថាគាត់គឺបានជោគជ័យក្នុងការ decompose បិសាចគល់ឈើហ្នឹងហើយ mission មួយទៀតរបស់គាត់ក៏បានជោគជ័យដូចគ្នាគឺជា mission ដែលតម្រូវឲ្យគាត់នឹងសម្របខ្លួនទៅលើ skill decompose មួយហ្នឹងហើយអ្វីដែលគាត់ទទួលបានពីបិសាចដើមឈើហ្នឹងគឺ decompose ដែលទទួលបាន experience 200ហើយនឹងគាត់ទទួលបានកំណាត់ឈើ3ប្រទេសហើយនឹង skill ដែលប្រើប្រាស់ម្ដងប្រើប្រាស់បានតែម្ដងចំនួន2គឺ camouflage លក្ខណៈថាបន្លំខ្លួនទៅតាមមជ្ឈដ្ឋានជុំវិញហើយនឹង basket ដែលធ្វើឲ្យស្បែកនឹងគ្រើមឬក៏រឹងមាំចំនួន1ហើយ camouflage ហ្នឹងបានចំនួន2សម្រាប់ cool down វិញគឺមានរយៈពេល24ម៉ោងនិយាយទៅអាប៉ែផ្សិតគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះថាសម្រាប់បិសាចទាំងមួយគាត់បានធំតា70 experience ទេតែ decompose វាបានរហូតដល់200 experience ពិតជាច្រើនខ្លាំងមែនទែនតែ cool down របស់វាក៏យូរដែរដល់ទៅ2ម៉ោងស្របពេលហ្នឹងដែរគាត់ទើបចាប់អារម្មណ៍ថា single skill ហ្នឹងគឺជាអ្វីវិញទៅចឹងហើយ system គឺបានបកស្រាយប្រាប់គាត់ដែរថា single skill ហ្នឹងគឺជាប្រភេទ skill ដែលគាត់បានស្រូបយកអំពីបិសាចដែលគាត់ធ្វើការ decompose ហ្នឹងហើយសម្រាប់ skill នីមួយៗវិញគឺប្រើប្រាស់បានតែម្ដងទេនិងរលាយបាត់តែម្ដងហើយសម្រាប់រយៈពេលដែលប្រើប្រាស់វិញអាចធ្វើបានតែ10នាទីទេសម្រាប់ skill camouflage វិញត្រូវការចំណាយ MP របស់គាត់10តែបើ skin គឺអត់មានចំណាយអ្វីទាំងអស់និយាយទៅគ្រាន់តែឃើញហើយគាត់គឺរំភើបចិត្តខ្លាំងមែនទែនវាប្រៀបដូចជាវីរៈជនដែលត្រូវបានកោះហៅចូលមកពិភពលោកមួយផ្សេងទៀតចឹងជាទូទៅតែងតែទទួលពរពីព្រះជាម្ចាស់ឬក៏ blessing អីហ្នឹងឬក៏ជាប្រភេទ cheat skill ផ្សេងដែលជាប្រភេទ skill ខ្លាំងណាហើយសម្រាប់គាត់វិញគាត់គឺបានទទួល skill decompose ហ្នឹងនៅពេលដែលគាត់ឆ្លងមកពិភពលោកនេះនិយាយទៅគាត់គិតក្នុងចិត្តថាវាគឺពិតជាលយខ្លាំងមែនទែនហើយចំពោះ skill មួយហ្នឹងគាត់ជឿជាក់មកថាគាត់ប្រកាសជាអាចនឹងចាត់ការស្ដេចវិសាចបានកាត់
ចូលមកដល់យប់ឡើងបន្ទាប់ពីបំពេញបេសកកម្មអស់រយៈពេលពេញមួយថ្ងៃមកឥឡូវនេះគេបានបង្ហាញយើងឃើញថាអបិផ្សិតហ្នឹងគឺឡើងចូលទៅដល់ level 15ហើយហើយ Picky វិញគឺឡើងចូលមកដល់ level 14ហើយតែចំពោះ level របស់គាត់បច្ចុប្បន្នហ្នឹងចង់ទៅសម្រាប់ Cyber Golem ដូចយកពងមាន់ទៅចូលនឹងថ្មអញ្ចឹងហើយ system សម្រាប់រយៈពេលដែលខ្ញុំចំណាយក្នុងការ update level បច្ចុប្បន្នរបស់ខ្ញុំហ្នឹងបើសិនជាខ្ញុំនៅតែបន្តធ្វើអញ្ចឹងទៀតតែខ្ញុំត្រូវការចំណាយពេលប្រហែលដើម្បីផ្លាស់ប្ដូរ class របស់ខ្ញុំទៅឬក៏ផ្លាស់ប្ដូរជំនាញរបស់ខ្ញុំទៅ ហើយអរុនសួស្ដីស្ដាប់ឲ្យច្បាស់ណាស់សម្រាប់បិសាចគឺគ្មានការផ្លាស់ប្ដូរ class ឬក៏ផ្លាស់ប្ដូរជំនាញរបស់ខ្លួនឯងឡើយតែពួកគេគឺអាចវិវត្តខ្លួនឯងឲ្យកាន់តែខ្លាំងក្លាឡើង ការវិវត្តខ្លួន ត្រូវហើយគ្រប់បិសាចទាំងអស់គឺមានផ្លូវក្នុងការវិវត្តខ្លួនផ្សេងៗពីគ្នាប៉ុន្តែវាក៏មានលក្ខខណ្ឌពិសេសមួយចំនួនដែរដូចជាការវិវត្តខ្លួនទៅតាមមជ្ឈដ្ឋានឬក៏បរិបទដែលនៅជុំវិញខ្លួនរបស់ពួកគេឬក៏ទៅតាមលក្ខខណ្ឌពិសេសមួយចំនួនទៀតឬក៏អាចនិយាយថាលក្ខខណ្ឌអាកំបាំងមួយចំនួនទៀត ចឹងតើពេលណាទើបខ្ញុំអាចមានការវិវត្តខ្លួនទៅ លោកនឹងទទួលបានការបញ្ជាក់នៅបេសកកម្មនៅក្នុងការវិវត្តខ្លួនរបស់លោកជាលើកទី1នៅពេលដែលលោកឡើងទៅដល់ level 20ហើយនឹងមួយលើកទៀតនៅពេលដែលលោកឡើងទៅដល់ level 40 អូចឹងមានន័យថាខ្ញុំនៅសល់តែ5 level ទៀតទេចឹងតើជួយប្រាប់ខ្ញុំបន្តិចបានអត់ថាតើខ្ញុំគួរតែជ្រើសរើសផ្លូវក្នុងការប្រែកាយបែបណាទើបខ្លាចទៅជាផ្សិតដ៏ខ្លាំងជាងគេបំផុតតែបើនិយាយទៅខ្ញុំពិតជាអត់ចង់ខ្លាចទៅជាអាប់សិតដុំថ្មឈួតឡប់នឹងសោះតែម្ដង តាមពិតទៅខ្ញុំអាចប្រាប់លោកអំពីការប្រែកាយប្រភេទហ្នឹងក៏បានដែរវាគ្មានអីបាក់ទេតែគ្រាន់តែប្រាប់ម្ដងត្រូវការចំណាយអស់200កាក់មាស មិនឥឡូវលេចកតុយចេញមកហើយមែន អើយកុំខឹងអីចាំខ្ញុំប្រាប់ក៏បានដែរណាមួយខ្ញុំក៏មែនតែចិត្តកំណាញ់អីគាត់នឹងប៉ុណ្្នឹងដែរនៅពេលដែលលោកឈានទៅដល់ level 20តម្រូវការនោះគឺត្រូវការរ៉ែដៃចំនួន100ហើយនឹងរ៉ែសម្រិតចំនួន100ដើម្បីឲ្យលោកនឹងអាចប្រែកាយខ្លាចទៅជាផ្សិតដុំថ្មបានហើយនៅពេលដែលលោកឈានទៅដល់ level 60លោកត្រូវការពេជ្រចំនួន499វ៉ែនតាមួយហើយនឹងកាក់មាសចំនួន1លានដើម្បីឲ្យលោកនឹងប្រែកាយខ្លាចទៅជាផ្សិតពេជ្រ ផ្សិតពេជ្រស្ដាប់មើលទៅតំណងមួយយ៉ាងតែបើគិតទៅគ្មានអ្នកគេដែរនឹកឃើញទេថាតើអាផ្សិតដុំថ្មចង្រៃយោហ្នឹងវានឹងប្រែកាយខ្លាចទៅជាផ្សិតពេជ្រក្នុងថ្ងៃអនាគត ចឹងហើយឡើងមិនដែរមិនបានទេត្រូវហើយហើយបើសិនជាលោកបានដឹងអំពីការវិវត្តបែបហ្នឹងហើយមិនមកលោកអាចចាប់ផ្ដើមប្រមូលឲ្យបានហ្នឹងឲ្យហើយទៅចាំដល់ពេលរៀបចំត្រូវហ្មងហើយខ្ញុំគិតពីលោកតា200កាក់មាសទេឥឡូវ ហើយតាមពិតទៅខ្ញុំមានរឿងខ្លះថាមិនចង់និយាយទេ system និយាយទៅខ្ញុំមិនដឹងទេថាឯងយកគូក្បាលផ្នែកខាងណាយកមកគិតថាបិសាចដូចជាខ្ញុំនេះបិសាចដាច់យ៉ៃមួយនេះនឹងមានកាក់មាស200ឲ្យឯង ហើយចុះលោកមានដែរលើច្បាប់ស្រូបទាញអត់បើសិនជាគ្មានលុយទៅរកទៅ និយាយទៅនិយាយមែនអត់មានសល់អាពាក្យថាច្បាប់ស្រូបទាញនឹងដល់កទៅបានហើយឥឡូវយើងចូលសាច់គ្រឿងបាយជើងវិញហើយបើឯងប្រែខ្ញុំទៅជាមនុស្សហើយខ្ញុំគិតថាខ្ញុំផាជាអាចរកបានលុយខ្លះទុកឲ្យឯងតែឥឡូវនេះបច្ចុប្បន្ននេះខ្ញុំគ្រាន់តែជាផ្សិតចង្រៃឈួតឡប់មកក្បាលតែប៉ុណ្ណោះយល់ទៅ បើអញ្ចឹងមែនឥឡូវនេះយើងគិតបែបងាយៗទៅមិនដែរខ្មែររបស់យើងគឺមានទម្លាប់ដោះដូរឲ្យបានគ្នាទៅវិញទៅមកអញ្ចឹងហើយមិនមកលោកអាចប្រមូលមេធាវីឬក៏សម្ភារៈដែលមានតម្លៃគិតថាអាចថាប្រហែលនឹងលុយប៉ុណ្ណឹងមកដើម្បីយកមកដោះដូរខ្ញុំទៅមិនដែរ ហើយមិនបាច់ទេទោះបីជាឯងនិយាយអ្វីក៏ដោយក៏គ្មានន័យអីដែរព្រោះថាខ្ញុំគឺមានគោលដៅដែលខ្ញុំរៀបចំរួចរាល់ហើយ អញ្ចឹងតើលោកចង់ប្រែខ្លួនទៅជាអ្វីវិញ គឺស្ដាច់ផ្សិតកាប់ចូលមកដល់ថ្ងៃបន្ទាប់គេបានបង្ហាញយើងឲ្យឃើញថាបែបផ្សិតហើយនឹង Picky ហ្នឹងគឺកំពុងតែហក់កិច្ចអំពីការវាយប្រហាររបស់អ្វីមួយហើយការវាយប្រហារហ្នឹងដែរគឺការចេញឡើងពីការប្រយុទ្ធរវាងពួកគេនិងបិសាចកណ្ដោបុកស្រូវមួយក្បាលហ្នឹងដែលការប្រយុទ្ធមួយហ្នឹងគឺបានធ្វើឡើងដោយបេសកកម្មកម្រិតមធ្យមទី1របស់គាត់ដែលទាមទារឲ្យគាត់ហ្នឹងត្រូវវាយប្រហារកណ្ដោបុកស្រូវឲ្យបានមួយក្បាលនិយាយទៅរង្វាន់នៃបេសកកម្មមួយហ្នឹងគឺបានរហូតដល់500 experience point តែគេក៏បានបញ្ជាក់ដែរថាទោះបីជា skill របស់កណ្ដោបុកស្រូវហ្នឹងមួយគឺពិតជាមាន attack ខ្លាំងមែនទែនតែឈាមរបស់វាហើយនិង defense របស់វាគឺពិតជាទាបហើយបើសិនជាមានឱកាសចូលទៅចិត្តវាពួកគេគឺអាចសម្លាប់វាត្រឹមតែមួយ skill តែប៉ុណ្ណោះហើយកុំភ្លេចឲ្យសោះទោះបីជាយ៉ាងណាក៏ដោយវាក៏អាចសម្លាប់ពួកឯងហ្នឹងត្រឹមតែមួយ skill បានដូចគ្នាចឹងហើយ chapter ទី17របស់យើងក៏បានត្រូវបញ្ចប់ត្រឹមប៉ុណ្្នឹងដែរហើយដោយសារតាភាគនេះអត់មានធ្វើបានខ្ទង់20នាទីជាងដែរហើយចឹងហើយភាគទី4នៃរឿង Mushroom Hero ឬក៏កំឡោះផ្សិតកញ្ញាជ្រូកព្រៃរបស់យើងក៏ត្រូវបានបញ្ចប់ត្រឹមប៉ុណ្្នឹងសិនដែរ
អរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានគាំទ្រការសម្ដែងនៃ Podmin ដោយរាល់ដងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាគិតថាការសម្ដែង Podmin មានចំណុចណាខ្វះខាតគឺកុំភ្លេចជួយ comment ឲ្យមាននៅខាង column ផងហើយបើសិនជាចូលចិត្តការសម្ដែងនៃ Podmin គឺកុំភ្លេចជួយចុចមេដៃម្នាក់មួយផងបើសិនជាអត់ចូលចិត្តបាច់ចុចអីក៏បានដែរតែបើសិនជាអ្នកថ្មីអត់ទាន់បានចុច Subscribe គឺកុំភ្លេចជួយចុច Subscribe ហើយនិងចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពិតជាអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនសម្រាប់ការគាំទ្រជំរាបលាបាយបាយ